ក្នុងវ័យជំទង់ខ្ញុំឆ្លក់វង្វេងនឹងវប្បធម៌ងឹតនិងលោហៈធាតុស្លាប់វាគួរឲ្យខ្មាស់អៀនក្នុងការគិតអំពីវាលើនេះប៉ុន្តែនៅពេលនោះខ្ញុំគិតថាវាលយជារៀងរាល់ថ្ងៃខ្ញុំស្វែងរកសហគមន៍ដែលគួរឲ្យចាប់អារម្មណ៍នៅលើអ៊ីនធឺណិតខ្ញុំចាំបានថាថ្ងៃមួយខ្ញុំបានដេកលក់ពាក់កណ្ដាលផ្លូវរំពេចនោះខ្ញុំចាប់ផ្ដើមក្អកដោយមិនដឹងខ្លួនបើកភ្នែកហើយមានអារម្មណ៍ថាក្តៅអ្វីដែលធ្វើឲ្យខ្ញុំកាន់តែភ្ញាក់ផ្អើលនោះគឺខ្ញុំបានឃើញបិសាចចម្លែកមួយនៅពីមុខខ្ញុំបិសាចដ៏កាចសាហាវនោះវាធំណាស់សូម្បីតែបន្ទប់របស់ខ្ញុំក៏មិនអាចទប់នឹងបិសាចនោះដែរបិសាចចម្លែកមានស្នែងនៅលើក្បាលមានកន្ទុយនៅខាងក្រោយចំហាយភ្លើងឆេះពីក្បាលដល់ចុងជើងកម្ដៅរបស់វាបានធ្វើឲ្យខ្ញុំមិនអាចបើកភ្នែករបស់ខ្ញុំបានទេនៅក្រោមការមើលឃើញមិនច្បាស់ខ្ញុំនៅតែមិនដឹងថាវាជាអ្វីខ្ញុំត្រូវបិសាចនោះចាប់ដោយដៃរបស់វាដែលម្ខាងកាន់រាងកាយទាំងមូលរបស់ខ្ញុំហើយអារម្មណ៍ខ្លួនរបស់ខ្ញុំត្រូវបានគេដុតវាដូចជាកោសិកាទាំងអស់នៅក្នុងខ្លួនរបស់ខ្ញុំកំពុងពុះឆាប់ឆេះបិសាចចម្លែកបាននិយាយមកកាន់ខ្ញុំដោយញឹមឯងពិតជាមិនចង់ជួបយើងមែនទេប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបាននោះគឺស្រែកដោយមិនអស់សង្ឃឹមបិសាចបានវាយក្បាលខ្ញុំដូចជាប្រដាប់ក្មេងលេងចឹងហើយខ្ញុំមានអារម្មណ៍ថាក្បាលរបស់ខ្ញុំកំពុងរលាយបិសាចវាបានបន្តថាឯងត្រូវបានស្វាគមន៍ឲ្យក្លាយជាផ្នែកមួយនៃពិភពងងឹតឯងនឹងដឹងក្នុងពេលឆាប់នេះតាមពិតភាពងងឹតគឺស្រស់ស្អាតជាងពន្លឺរាប់រយដងបន្ទាប់ពីនោះមកបិសាចបានអប់ខ្ញុំដោយដៃរបស់វាទោះជារាងកាយរបស់ខ្ញុំកំពុងឆេះដោយការឈឺចាប់មិនធម្មតាក៏ដោយខ្ញុំគិតថាសុភមង្គលដែលមិនអាចពិពណ៌នាបានផុសឡើងនៅក្នុងចិត្តរបស់ខ្ញុំសេចក្តីប្រាថ្នាចង់ថ្វាយបង្គំអំពើអាក្រក់បានកើនឡើងនៅក្នុងចិត្តរបស់ខ្ញុំរំពេចនោះខ្ញុំបើកភ្នែកឡើងអ្វីគ្រប់យ៉ាងនៅពេលនេះគ្រាន់តែជាសុបិនតែប៉ុណ្ណោះខ្ញុំភ្ញាក់ពីដំណេកនៅម៉ោង 5 ព្រឹកខ្លួនខ្ញុំក្រហមទាំងអស់ដែលកម្ដៅដ៏ក្ដៅធ្វើឲ្យខ្ញុំមិនអាចទ្រាំទ្របាននៅថ្ងៃបន្ទាប់ខ្ញុំបានប្រញាប់ទៅព្រះវិហារទោះបីខ្ញុំមិនសូវទៅព្រះវិហារច្រើនបន្ទាប់ពីប្រាប់គ្រូគង្វាលអំពីសុបិនរបស់ខ្ញុំកាលពីយប់មិញគាត់បានតេះក្បាលខ្ញុំហើយប្រាប់ខ្ញុំថាមានអារក្សដែលត្រូវជ្រើសរើសគាត់បានដាក់ដៃរបស់គាត់លើក្បាលរបស់ខ្ញុំហើយបន្ទាប់មកគាត់ចាប់ផ្ដើមអធិស្ឋានឲ្យចិត្តខ្ញុំក៏ស្ងប់ពន់តែយប់នោះខ្ញុំបានរុញទ្វារបន្ទប់គេងប៉ុន្តែបានរកឃើញថាខាងក្នុងបានផ្លាស់ប្ដូរទាំងស្រុងវាជាពិភពក្រហមគ្មានទីបញ្ចប់គ្រប់ដណ្ដប់ដោយកំអែភ្នំភ្លើងគ្រប់ទីកន្លែងអាកាសធាតុក្តៅនិងមានបរិយាកាសពុលតែពិបាកដកដង្ហើមសូម្បីនឹងសម្រែករាប់មិនអស់បានបន្លឺឡើងពេញបិសាចចម្លែកដ៏ធំវាមានក្បាច់គុណគ្រប់ប្រភេទឧបករណ៍កំពុងប្រញាប់មករកខ្ញុំបានគ្រវីដៃរបស់ខ្ញុំដោយមិនរើសអើងជាការឆ្លើយតបប៉ុន្តែវាដូចជាញើតនៅចំពោះមុខពួកគេខ្ញុំដូចជាកូនឆ្កែឃ្លានទឹកដោះគោតូចមួយពេលនោះហើយដែលខ្ញុំនឹកឃើញការអធិស្ឋានដែលគ្រូគង្វាលបានបង្រៀនខ្ញុំហើយភ្លាមនោះសាកសពរបស់បិសាចទាំងនោះចាប់ផ្ដើមហែកចេញជាមួយនឹងពន្លឺចែងចាំងអារក្សពីរ3នាក់ស្រែកដោយការឈឺចាប់ហើយផ្ទុះឡើងកំទេចថ្មឬដុំឥដ្ឋធ្លាក់ពីលើមេឃបានផ្ទុះឡើងខ្ញុំភ្ញាក់ពីដំណេកក្រោយមកខ្ញុំបង្ហោះសុបិនអាក្រក់ទាំងនេះនៅលើអ៊ីនធឺណិតមានមនុស្សជាច្រើននៅក្នុងលើអ៊ីនធឺណិតមានការញាប់អើយ៉ាងខ្លាំងខ្ញុំពិតជាបានជួបបិសាចពិតមែនមានមនុស្សជាច្រើនបានផ្ញើសារមួយខ្ញុំសូមប្រាប់ពួកគេពីរបៀបដែលវាត្រូវបានគេដឹងវាជារោគវិទ្យាទាំងអស់ខ្ញុំខ្លាចថាក្នុងរយៈពេលវែងវានឹងមានឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់ខ្ញុំចាប់តាំងពីថ្ងៃនោះខ្ញុំតែងតែចាប់ផ្ដើមសហគមន៍អនឡាញទាំងនោះខ្ញុំបានភ្លូឈើឆ្កាងដ៏ធំមួយនៅក្នុងបន្ទប់ខ្ញុំអធិស្ឋានរាល់យប់មុនពេលចូលគេងខ្ញុំមិនបានតាក់ទងអ្នកណាទៀតទេរឿងដែលតាក់ទងនឹងវប្បធម៌ងឹតហើយសុបិនអាក្រក់ទាំងនោះមិនដែលលេចឡើងម្ដងទៀតទេប៉ុន្តែពេលខ្លះខ្ញុំនៅតែមានអារម្មណ៍នឹងមានផ្សែងក្តៅនិងភ័យចេញពីបន្ទប់ពេលនោះខ្ញុំក៏បានសូត្រពាក្យថយក្រោយដោយស្ងៀមស្ងាត់ហើយផ្សែងទាំងនោះក៏នឹងបាត់ទៅដែរបន្សល់ទុកនៅក្លិនមិនល្អធ្វើឲ្យខ្ញុំស្ទើរទ្រាំពុំបានសូមបងប្អូនកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានរឿងថ្មីទៀត